អូយស្ដាប់តែសលេងខុកឈ្ងុយពេញផ្ទះហ្មងអ្នកឈ្ងុយដែរបងប្អូនថ្ងៃនេះនឹកឃើញថាចង់ញ៉ាំសាច់ជ្រូក3ជាន់ខជាមួយនឹងតៅហ៊ូមាសចឹងណាហើយទៅមកខ្ញុំក៏ទៅផ្សារទិញបានតៅហ៊ូបានសាច់ជ្រូកហើយមានស្លឹកក្រូចសើចហ្នឹងដាក់មកវាបាត់ក្លិនចឹងណាចាបន្ទាប់មកខ្ញុំក៏ហាន់សាច់ជ្រូកហើយកាត់ជាមួយនឹងតៅហ៊ូហ្នឹងរួចរាល់ហើយចំណែកសាច់ជ្រូកហ្នឹងគឺខ្ញុំបានកូរស្កររួចរាល់ហើយបន្ទាប់មកខ្ញុំក៏ចាប់ផ្ដើមចៀនតៅហ៊ូព្រោះតៅហ៊ូនេះទាំងសចឹងអត់បានទេទោះតែចៀនដាក់បានដែរតែគាត់ថាខ្ញុំអត់ដែរធ្វើអញ្ចឹងធ្លាប់ទិញតៅហ៊ូមកចៀនហើយបានដាក់ចូលជាមួយខអញ្ចឹងណាបន្តមកទៀតចាបន្ទាប់ពីខ្ញុំចៀនតៅហ៊ូរួចហើយខ្ញុំក៏យកតៅហ៊ូនោះមកដាក់ចូលរងាស់ជាមួយនឹងសាច់ជ្រូកដែលខ្ញុំបានកូរស្ករកូរអីដាក់គ្រឿងដាក់អីរួចអញ្ចឹងហើយខ្ញុំរងាស់ទាំងយូរដែរហ្នឹងដើម្បីឲ្យសាច់ជ្រូកហ្នឹងវាផុយល្អហើយជាមួយនឹងតៅហ៊ូហ្នឹងវាចូលជាតិអញ្ចឹងរបស់ខ្ញុំអាចនឹងស្ទើរពណ៌តែព្រោះអីខ្ញុំអត់ហ៊ានកូរស្ករខ្លាំងបើសិនកូរខ្លាំងទៅខ្ញុំខ្លាចខ្លោចដល់ពេលអញ្ចឹងស្ទើរពណ៌